បាទសួស្តីបងប្អូនបាទថ្ងៃនេះខ្ញុំធ្វើវីដេអូនេះរៀងប្លែកបន្តិចហើយបាទគឺខ្ញុំសរសេរនៅជាប់នៅផ្ទៃការ៉ូនបាទគឺសរសេរបាទនឹងសម្រាយនឹងបញ្យលឲ្យបងប្អូនព្រោះអីឆ្នាំនេះវាមានច្រើនអញ្ចឹងណាបាទឥឡូវនេះយើងទៅរៀបរាប់ទាំងអស់គ្នាបាទឆ្នាំស្ត្រីធ្លាក់សណាបងប្អូនបាទទី1មានដើមស្នួលបាទដើមស្នួលនេះគឺចំនួន50ក្រាមណាបាទយកស្ងួតណាបងប្អូនបាទឆ្នាំទាំងអស់ហ្នឹងគឺសិតតែយកស្ងួតទាំងអស់តើណាបងប្អូនបាទឬក៏កពុលបាយបាទបងប្អូនចេះបើសិនឧទាហរណ៍ថាយើងរកដើមស្នួលនេះអត់បានយើងអាចបាទយកកពុលបាយនេះមកជំនួសបាទតើបាទទី2ដើមអង្កត់ខ្មៅចំនួន30ក្រាមណាបាទឬក៏សម្បកថ្មៀអញ្ចឹងមានន័យថាអាដើមអង្កត់ខ្មៅនេះអត់មានបងប្អូនយកបាទសម្បកថ្មៀមកជំនួសបាទពីហ្នឹងជំនួសមួយណាក៏បានដែរបាទហាមដាក់ទាំងពីរមុខទាំងអស់ហ្នឹងអាខាងលើដូចគ្នាបាទយកបានតែមួយមុខទេតើណាបងប្អូនបាទដកគុណបាទដកគុណនេះគឺជាប្រភេទវណាបងប្អូនបាទប៉ុន្តែខ្ញុំអត់សរសេរវទេខ្ញុំសរសេរដកគុណយកតែហ្មងបាទដកគុណចំនួន50ក្រាមណាបងប្អូនបាទឬក៏បន្លាសង្ខបាទនេះគឺបាទបន្លាសង្ខបាទខ្ញុំអត់សរសេរបន្លាទេខ្ញុំសរសេរសង្ខយកតែហ្មងទៅបាទពីហ្នឹងដូចគ្នាណាបងប្អូនបាទអត់មួយយកមួយចំនួនបាទតើណាបាទហើយការដាំទឹកចំនួន2លីត្រកន្លះហើយបងប្អូនដាំទៅបាទដាំហើយក៏ឲ្យបងស្រីយើងដែលមានអាការៈហ្នឹងបាទគាត់ពិសាទទួលទានទៅបាទនឹងបានជីហើយបាទឆ្នាំនេះគឺប្រកែណាស់បងប្អូនអញ្ចឹងវីដេអូនេះក៏បងស្រីក៏គាត់ស្នើឲ្យខ្ញុំធ្វើឆ្នាំនេះដើម្បីឲ្យគាត់បាទបានមើលផងឥឡូវនេះបងស្រីកុំភ្លេចចូលមើលណាបាទនេះឆ្នាំបងប្អូនបានសរសេរឲ្យហើយបាទនេះខ្ញុំដាក់ឲ្យចិត្តមែនតើណាហើយបងប្អូនរេមើលទៅបាទរេមើលទៅណាបាទនេះជាកពុលបាយអញ្ចឹងណាបាទនេះអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបើបងប្អូនឆ្ងល់នៅត្រង់កន្លែងចំណុចណាបងប្អូនអាច comment នៅខាងក្រោមវីដេអូបាទខ្ញុំនឹងចូលទៅឆ្លើយបំភ្លឺបាទឲ្យលម្អិតដើម្បីឲ្យបងប្អូនងាយយល់បាទអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបាទរាល់ការអធិប្បាយធ្វើវីដេអូលើសលួសពាក្យសម្ដីត្រង់ប្រការណាមួយក៏សូមបងប្អូនខន្តីអភ័យទោសបាទដល់ខ្ញុំបាទផងបាទអរគុណច្រើន